ធ្វើបែបនេះសល់លុយ$100ដោយមិនបាច់ខំដោយមិនបាច់រោអញ្ចឹងបើសិនជាមេធ្វើការផ្លាស់ប្ដូរផាលយើងត្រូវបដូរបែបនេះគឺល្អមែនទែនឥឡូវយើងគិតថាក្នុងមួយសន្លឹកវានេះ125000 125,000ចឹងយើងគិតថា120000នេះស្រួលគិតអញ្ចឹង3សន្លឹកយើងចំណេញបាន360000ចិត្ត$100អញ្ចឹងយើងគ្រាន់តែទុកអាផាចាស់ដែលយើងត្រូវដូរយើងអត់ដូរទាំងអស់ទេយើងត្រូវយកអាចាស់ណាដែលយើងយកមកផ្គូងវិញយើងដាក់មើលទៅឲ្យស្មើគ្នាអញ្ចឹងអត់អីសំខាន់ណាមុខទូជាងតិចក៏អត់អីដែរអញ្ចឹងយើងយកមកគឺយើងត្រឡប់បែបនេះយើងទិញតែថ្មី4មកបានដាក់3បានមួយឈុតអញ្ចឹងភ្ជួរបានដីយ៉ាងតិចក៏100ពីចន្លោះ100ទៅ200ហាត់អញ្ចឹងយើងចំណេញមែនតើហើយបើសិនជាយើងយកលក់ឥតចាយយើងក៏ថាឧទាហរណ៍ឥឡូវផាខ្ញុំវាខូចតែមុខបន្តិចទេយើងត្រូវដូរយើងអត់ដូរទាំងអស់ទេយើងត្រូវស្មានហើយបើសិនជាដូរហ្នឹងមើលទៅអានេះវាទូចពេកដាក់ថ្មីកំទៅអីកំទៅយើងទុកវាសិនអត់យកទៅលក់ទេបើលក់បាន10000លក់ឥតចាយហើយឬក៏វិធីសាស្ត្រមួយទៀតយើងកាត់ធ្វើចនិចក៏បានដែរចឹងអានឹងយើងឆ្នៃឲ្យវាចេញជាលុយខ្លះដែរហើយបើយើងចំណាយគឺយើងខាត100លេងខាត100បាត់ហើយបើយើងទុកបែបនេះគឺល្អមែនទែនអញ្ចឹងបងប្អូនដែលរ៉ូស៊ីមួយនឹងត្រាក់ទ័រថ្មីថ្មោងឬក៏ហៅថាមេដែលរ៉ូស៊ីថ្មីគួរតែឆ្នៃគួរតែសន្សំចាយអ្វីដែលសន្សំចាយបានហើយខែនេះគឺយើងចាប់ផ្ដើមធ្វើជាមួយនឹងត្រាក់ទ័រឬក៏ហៅថារៀបចំក៏បានខ្ញុំចាប់ផ្ដើមរៀបចំបដាហើយបើយើងមិនរៀបចំគឺមិនកើតទេគឺយើងត្រូវរៀបចំមកហើយពេលដល់ខែគឺយើងចាប់ផ្ដើមចុះជួតែម្ដងល្អហើយអត់មានអីច្រើនមានតែប៉ុណ្ណឹងអានេះតាមពិតត្រូវដូរតែយើងប្រើអស់លទ្ធភាពចឹងលទ្ធភាពយើងបានប៉ុន្មានយើងសំចៃប៉ុណ្ណឹងដឹងតែអ្វីយើងរកសល់ច្រើនពេកមេធ្លាប់រស់ស៊ីមិនយល់មិនដឹងនេះចាស់3ស្លឹកថ្មី4ស្លឹកនេះមួយស្លឹក120,000ម៉ាក់ស្អីទេអូម៉ាក់មិនឃើញអានឹងមានច្រើនប្រភេទមានដំរីមានលំពេងមានក្បាលតោមានអីច្រើនតែនេះខ្ញុំយកនេះអាធុនក្រាតម្លៃវា125,000ប៉ុណ្ណឹងអូខេអរគុណច្រើន